ស្វែងយល់ពី interface ឬផ្ទាំងខាងមុខនៅក្នុងប្រព័ន្ធ Maxu នៅពេលដែលអ្នក login ចូលមកក្នុងប្រព័ន្ធលើកដំបូងនោះអ្នកនឹងឃើញផ្ទាំងបែបនេះចំពោះផ្នែក sidebar ខាងឆ្វេងគឺជាកន្លែងដែលបង្ហាញរាល់មុខងារធំៗទាំងអស់ដែលអ្នកមានបើអ្នកមើលមកផ្នែកខាងលើនោះអ្នកនឹងឃើញនៅ icon មួយចំនួនដូចជា icon quick menu ដែលជាកន្លែងរក្សាទុកមុខងារសំខាន់ៗនិងមុខងារដែលអ្នកតែងតែប្រើប្រាស់ជាញឹកញាប់ដើម្បីងាយស្វែងរកនិងចូលទៅកាន់មុខងារនោះបានលឿនជាងមុននៅពេលក្រោយចំពោះ icon រូបកណ្ដឹងជាកន្លែងសម្រាប់បង្ហាញព័ត៌មានឬអ្វីដែលអ្នកបានកំណត់នៅក្នុងសកម្មភាពការងាររបស់អ្នកចំពោះ icon រូបប្រអប់សារជាកន្លែងដែលអ្នកអាចធ្វើការផ្ញើសារឲ្យគ្នាទៅវិញទៅមកឬតាមដាននិង follow up ការងារគ្នាទៅវិញទៅមកបានយ៉ាងងាយស្រួលនៅក្នុងប្រព័ន្ធតែមួយតែម្ដងចំពោះត្រង់នេះវិញជា profile បង្ហាញនៅ user ដែលបាន login ប្រសិនបើអ្នកចុចលើវានោះវានឹងបង្ហាញនៅ menu មួយចំនួនទៀតដូចជា support សម្រាប់ទំនាក់ទំនងទៅខាង team support ចំពោះ shortcut អ្នកអាចមើល shortcut key មួយចំនួនដែលអាចជួយឲ្យអ្នកធ្វើការបានលឿនជាងមុនចំពោះ reference វិញជាកន្លែងដែលអ្នកអាចកំណត់ការផ្ញើសារនិងរបៀបដែលសារនោះផ្ញើហើយអ្នកក៏ដូរ password នៅត្រង់នេះបានដូចគ្នាប្រសិនបើប្រព័ន្ធគាំងឬមានបញ្ហារអាក់រអួលអ្នកអាចចុច clear ខាច់ទីនេះដើម្បីឲ្យវាដំណើរការល្អឡើងវិញប្រសិនបើអ្នកចង់ចាក់ចេញពីប្រព័ន្ធសូមចុចនៅទីនេះ